បាទសួស្តីនៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកទាក់ទងទៅនឹងជំងឺតពូជលក្ខណៈអន់ស្ថិតនៅលើក្រូម៉ូសូមធម្មតាបាទប៉ុន្តែមុននឹងដល់ចំណុចទាក់ទងទៅនឹងលក្ខណៈអន់នៃដំណពូជលើក្រូម៉ូសូមធម្មតាអញ្ចឹងយើងទៅរំលឹកឡើងវិញបន្តិចសិនទី1អ្វីទៅជាជំងឺតពូជបាទជំងឺតពូជគឺជាជំងឺកំណត់ដោយហ្សែននៅលើក្រូម៉ូសូមដែលចម្លងទៅជំនាន់ក្រោយឬសន្តានក្រោយតាមរយៈកាម៉ែតបាទយើងឃើញហើយថាជំងឺតពូជនឹងវាកំណត់ដោយហ្សែនស្ថិតនៅលើក្រូម៉ូសូមហើយក្រូម៉ូសូមរបស់មនុស្សយើងមានពីរប្រភេទគឺក្រូម៉ូសូមធម្មតានិងក្រូម៉ូសូមភេទអញ្ចឹងគេចែកជំងឺតពូជជាពីរប្រភេទដែរគឺជំងឺតពូជលើក្រូម៉ូសូមធម្មតានិងទី2ជំងឺតពូជលើក្រូម៉ូសូមភេទឬជំងឺតពូជជាប់នឹងភេទជំងឺតពូជលើក្រូម៉ូសូមធម្មតាជំងឺតពូជលើក្រូម៉ូសូមធម្មតាគឺកំណត់ដោយហ្សែនស្ថិតនៅលើក្រូម៉ូសូមធម្មតាក្រូម៉ូសូមធម្មតាហ្នឹងគឺជាក្រូម៉ូសូមទីតីពីក្រូម៉ូសូមភេទហ្នឹងជំងឺនេះមានពីរប្រភេទទៀតជំងឺតពូជនៅលើក្រូម៉ូសូមធម្មតាមានពីរប្រភេទគឺជំងឺតពូជលក្ខណៈអន់និងជំងឺតពូជលក្ខណៈលុបអូខេឥឡូវយើងនឹងទៅសិក្សាសង្ខេបអំពីជំងឺតពូជលក្ខណៈអន់ដែលស្ថិតនៅលើក្រូម៉ូសូមធម្មតាអូខេអញ្ចឹងដំបូងនេះសូមយើងធ្វើការសង្កេតរូបភាពពាក់ព័ន្ធទៅនឹងការបញ្ជូនជំងឺនៅក្នុងករណីទាំងពីរនេះបាទអញ្ចឹងករណីទី1យើងឃើញថាទាំងឪពុកនិងម្ដាយសុទ្ធតែមិនកើតជំងឺទេណាប៉ុន្តែនៅក្នុងចំណោមនោះយើងឃើញថាមានម្ខាងផ្ទុកជំងឺគឺផ្ទុកសែនកំណត់ជំងឺហើយជាលទ្ធផលកូនរបស់ពួកគាត់ទាំង4នឹងសុទ្ធតែមិនកើតជំងឺដូចគ្នាប៉ុន្តែនៅក្នុងនោះមាន2នាក់ដែលផ្ទុកជំងឺដូចទៅនឹងឪពុកឬក៏ម្ដាយរបស់គាត់ដែលផ្ទុកជំងឺដែរបាទអញ្ចឹងករណីទី1នេះទាំងឪពុកទាំងម្ដាយមិនកើតជំងឺទេប៉ុន្តែអាចជាឪពុកឬម្ដាយនឹងគាត់ផ្ទុកជំងឺហើយជាលទ្ធផលកូនរបស់គាត់ក៏គ្មានកូនណាមួយកើតជំងឺដែរគ្រាន់តែមានកូនដែលផ្ទុកជំងឺបាទចំពោះករណីទី2វិញគឺទាំងឪពុកនិងម្ដាយសុទ្ធតែមិនកើតជំងឺដូចគ្នាគ្រាន់តែផ្ទុកជំងឺទាំងសងខាងអូខេអញ្ចឹងនេះករណីទី2គឺទាំងម្ដាយនិងឪពុកសុទ្ធតែជាអ្នកផ្ទុកជំងឺអត់កើតជំងឺដូចគ្នាណាប៉ុន្តែឪពុកក៏ផ្ទុកជំងឺម្ដាយក៏ផ្ទុកជំងឺជាលទ្ធផលយើងឃើញថានៅក្នុងនឹងមានកូនម្នាក់ដែលមិនកើតជំងឺតតែសោះហើយក្នុងនោះមានកូន2នាក់ផ្ទុកជំងឺប៉ុន្តែក៏មានកូនម្នាក់ដែរដែលកើតជំងឺបាទអញ្ចឹងយើងអាចសង្កេតឃើញថាម៉េចថាក្នុងករណីដែលមានតែឪពុកឬម្ដាយដែលកើតជំងឺឬក៏ផ្ទុកជំងឺធ្វើឲ្យកូនរបស់គាត់ទាំងអស់គ្មានកូនណាមួយកើតជំងឺទេប៉ុន្តែអាចផ្ទុកជំងឺហើយករណីដែលទាំងឪពុកនិងម្ដាយសុទ្ធតែផ្ទុកសែនជំងឺដូចគ្នានៅពេលនោះធ្វើឲ្យមានកូនដែលកើតជំងឺដូច្នេះយើងអាចសន្និដ្ឋានលក្ខណៈដំណពូជនៃជំងឺតពូជលក្ខណៈអន់នៅលើក្រូម៉ូសូមធម្មតាដូច្នេះថាជំងឺនេះលេចចេញតែក្នុងករណីអូម៉ូស៊ីកូតអន់កូនកើតជំងឺត្រូវទទួលបានអាឡែលជំងឺមួយពីម្ដាយនិងអាឡែលជំងឺមួយទៀតពីឪពុកអញ្ចឹងទាំងឪពុកនិងម្ដាយសុទ្ធតែអាចបញ្ជូនអាឡែលជំងឺទៅកូនក្នុងករណីដែលគាត់ផ្ទុកសែនជំងឺឬក៏គាត់កើតជំងឺហើយដំណពូជនេះអាចរំលងជំនាន់ឧទាហរណ៍ជំងឺភឿកនិងជំងឺកថ្លង់